ផ្លែទៀបបារាំងគឺជាផ្លែឈើដែលមានគុណប្រយោជន៍ច្រើនដល់សុខភាពប៉ុន្តែទាស់តែមានមនុស្សមួយចំនួនអត់ចូលចិត្តញ៉ាំដូចជាខ្ញុំជាដើមអញ្ចឹងដើម្បីឲ្យបានគុណប្រយោជន៍ពីទៀបបារាំងមានតែការកែច្នៃទេមកអញ្ជើញបងប្អូនទៅមើលវិធីធ្វើជាមួយខ្ញុំតើខ្ញុំធ្វើជាអ្វីដែរនេះទៀបបារាំងហ្នឹងផ្លែនៅផ្ទះខ្លួនឯងហើយវាទុំស្អាតមែនតែនដំបូងគេគឺយើងពុះទៀបបារាំងហើយយើងប្រឡេះយកគ្រាប់ចេញហើយយើងយកតែសាច់ទេបន្ទាប់មកយើងបេះយកសាច់ហើយបានយើងយកទៅធ្វើខ្ញុំធ្វើជាយ៉ាអ៊ូធ្វើភ្លាមញ៉ាំភ្លាមតែម្ដងតែវាចង់ដូចយ៉ាអ៊ូដែរថាយ៉ាអ៊ូហ្មងទៅហើយយើងបានសាច់ទៀបបារាំងចឹងមកហើយយើងដួសដាក់កែវដាក់ទឹកកកហើយបន្ទាប់មកយើងដាក់ជាមួយនឹងអ្នកចូលចិត្តអាចកាត់ទឹកដោះគោខាប់នេះសម្រាប់ក្មេងៗចូលចិត្តរសជាតិហ្នឹងប៉ុន្តែអាចអ្នកខ្លះគាត់មិនចូលចិត្តគាត់អាចដាក់ទឹកឃ្មុំជំនួសបានហ្នឹងហើយឆ្ងាញ់ដូចគ្នាប៉ុន្តែខ្ញុំថ្ងៃនេះសាកឲ្យស្ទាវបន្តិចណាដាក់ដោះគោខាប់បន្ទាប់មកយើងចាក់ទឹកដោះគោឆៅកប់ទឹកដោះគោឆៅហ្នឹងយើងចាក់ចូលហើយហ្នឹងហើយពេលចាក់យើងប៉ុណ្នេះឲ្យចាត់ទុកថាជាការស្រេចឯនេះឈុំឲ្យចេញរសជាតិចូលគ្នាអញ្ចឹងហើយចាំយើងចាត់ការ